ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមេឃភ្លៀងទៀតហើយវីដេអូនេះគឺខ្ញុំបានធ្វើយូរហើយតែទើបតែនឹកឃើញយកមកកាត់កំឡុងពេលមេឃភ្លៀងហើយដល់ពេលភ្លៀងអញ្ចឹងក៏នឹកឃើញចង់ញ៉ាំមីហិលហ្នឹងទៀតហើយខ្ញុំពីមុនចូលចិត្តញ៉ាំអីគេមីហិលការ៉េមីកូកដល់ឥឡូវគឺមកសាកជាមួយនឹងមីកូកឥណ្ឌូមីវិញគឺរសជាតិឆ្ងាញ់មួយយ៉ាងដែរហើយរសជាតិរៀងដិតជាងមីការ៉េហើយចំពោះមីកូននឹងដែរមានធ្វើអីញ៉ៃទេគឺដាក់តែដាំទឹកស្រស់រយៈពេល5នាទីហើយបន្ថែមជាមួយនឹងគ្រឿងក្រៅរបស់គេដែលមាននៅក្នុងកញ្ចប់មីនិងស្រាប់មានដូចជាអំបិលហើយនិងទឹកសោះហើយចំពោះការធ្វើមីកូននឹងដែរគឺសារហ្នឹងគឺខ្ញុំមានដាក់ផ្ទាប់ជាមួយនឹងបន្លែកុំឲ្យប៉ិនញ៉ាំមីរហូតនិយាយទៅឲ្យតែដល់មេឃភ្លៀងអញ្ចឹងគឺនឹកឃើញហ្មងរឿងមីហ្នឹងហ្មងហើយដល់ពេលម៉ែរបស់ខ្ញុំគឺគាត់ដឹងអាស្ដីឲ្យគាត់ថាមីញ៉ាំអត់ល្អទេសម្រាប់សុខភាពតែហេតុអីមីញ៉ាំទៅទៅក៏ឆ្ងាញ់ដែរចោះបងប្អូនដូចខ្ញុំអត់ហើយចំពោះបន្លែខ្ញុំមានអីទេមានតែសាឡាតការ៉ុតហើយជាមួយនឹងពងទា3គ្រាប់ហើយជាមួយនឹងហាត់ដកនេះគឺខ្ញុំទិញពីហាត់ដកប្រហិតផ្ទះវិឡាខ្ញុំឃើញខ្ញុំញ៉ាំប្រហិតអញ្ចឹងប៉ុន្តែខ្ញុំយកប្រភពច្បាស់លាស់ដែរគឺផលិតផលក្នុងស្រុកហើយមានស្តង់ដារត្រឹមត្រូវហើយប្រហិតរបស់គាត់គឺឆ្ងាញ់ដាក់ជាមួយនឹងមីកូករបស់យើងបន្តិចទៀតអញ្ចឹងមកគឺចាប់ជាតិគ្នាយកទៅណាមិនអស់ហើយបន្ថែមជាមួយគីមឈីហើយគីមឈីនេះគឺខ្ញុំទិញនៅផ្សារឡាក់គីនៅកំពង់ចាមរបស់យើងហ្នឹងហើយតែប៉ុណ្ណឹងគឺរួចជាការស្រេចសម្រាប់បងដែលឃើញខ្ញុំធ្វើវីដេអូមីអញ្ចឹងបើឃ្លានណាធ្វើញ៉ាំដែរហើយឆ្ងាញ់ចាំប្រាប់ថាឆ្ងាញ់អរគុណច្រើនរបស់បងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា